ក៏ព្រោះតែបញ្ហាបំណុលនៅមានម៉ាដូណាសម្រាប់ចិត្តបង្កើតមុខរបរលក់បាយនំបញ្ចុកនិងបុកល្ហុងតារាកំប្លែងម៉ាដូណានៅតែបន្តជួបរឿងដោះស្រាយបំណុលមិនទាន់ចប់នៅឡើយបើទោះបីជាលោកខិតខំរកការងារដើម្បីបានចំណូលបែបណានៅពេលនេះម៉ាដូណាបានងាកមកពង្រីកមុខរបរលក់ដូរកន្លែងហូបចុកដែលយល់ថាអាចទប់ទប់ជួយរកចំណូលបានខ្លះក្រៅពីសិល្បៈម៉ាដូណាដែលពេលនេះបានបើកហាងលក់ជាបាយបុកល្ហុងនិងនំបញ្ចុកដែលបានរៀបចំរួចរាល់និងដាក់ដំណើរការជួបអតិថិជនជាផ្លូវការទីតាំងហាងរបស់លោកស្ថិតនៅមុខផ្សារទួលគោកដែលអាចឲ្យមិត្តសិល្បករនិងអ្នករាប់អានមិនពិបាករកនិងអាចទៅជួយគាំទ្រស្នាដៃលោកម៉ាដូណាបានការរៀបចំដោយគំនិតថ្មីនេះរំពឹងថាជួយទប់ទល់បានសន្សំចំណូលបានមួយចំនួនដែលលោកចាំបាច់ត្រូវចំណាយបង្វិលសងជូនទៅគេវិញបើទោះបីជាសិល្បៈមានការពេញនិយមក៏លោកនៅតែត្រូវការមានមុខរបរថ្មីមកទប់ទល់សភាពការសម័យខ្លួនបានលើកឡើងថាបើក្តោបលុយទុកអត់ធ្វើអ្វីក៏មិនចំណេញហើយសងគេដដែលដូចនេះមានតែបង្កើតរបរមួយទៀតដើម្បីជួយផ្សំគ្នាដោះបំណុលដោយទំនួលខុសត្រូវជាការមើលឃើញម៉ាដូណានៅតែរក្សាជំហរដោះស្រាយបញ្ហាមិនដែលទុកចោលបើទោះជាលោកមានផ្លូវចិត្តមិនល្អក្នុងបញ្ហាលុយកាក់នេះឃើញថានៅតែញញឹមបៀមទុកខិតខំធ្វើការសន្សំលុយយកមកដោះស្រាយបញ្ហានេះជាទំនួលខុសត្រូវហើយក៏សង្ឃឹមថាម៉ាដូណានៅតែមានទីផ្សារការងារក្នុងសិល្បៈជាហូរហែនិងរបបបើកហើយក៏មានការគាំទ្រច្រើនពីអតិថិជនដើម្បីបានឆ្លងផុតវាលទុកនេះឲ្យកាន់តែឆាប់